ថ្មីនេះប៉ូលីសបានរកឃើញទីតាំងផលិតសាច់គោคล้ายៗចំនួន3កន្លែងនៅថ្ងៃទី9ខែកក្កដាប៉ូលីសនៅទីក្រុងស៊ីហ្វាងនៅក្នុងខេត្តស៊ីឈួនបានដាក់កម្លាំងចំនួនរហូតដល់60នាក់ចុះបង្ក្រាបទីតាំងផលិតសាច់គោคล้ายៗចំនួន3កន្លែងហើយបានចាប់ខ្លួនជនសង្ស័យនឹងចំនួន16នាក់និងរកឃើញទំហំទឹកប្រាក់ដែលពាក់ព័ន្ធនឹងចំនួនប្រហែលជា1លានយួនហើយសាច់គោคล้ายៗនឹងវត្ថុធាតុដើមជិត1តោនក៏ត្រូវបានរឹបអូសនៅនឹងកន្លែងផងដែរតាមការស៊ើបអង្កេតបានរកឃើញថាក្រុមជនសង្ស័យបានប្រើវិធីដូចជាប្រើសាច់ជ្រូកជាវត្ថុធាតុដើមលាបខ្លាញ់គោដើម្បីឲ្យមានជាតិខ្លាញ់ស្រដៀងទៅនឹងសាច់គោហើយលាបឈាមគោដើម្បីឲ្យពណ៌មើលទៅស្រស់ប្រើក្លិនសាច់គោដើម្បីបន្លំក្លិននិងរសជាតិបន្ទាប់មកពួកគេក៏លក់សាច់គោក្នុងតម្លៃខ្ពស់អ្វីដែលជាបញ្ហាខ្លាំងជាងគេទៀតនោះគឺកន្លែងដែលធ្វើហ្នឹងគឺมันមានអនាម័យសូម្បីតែបន្តិចក៏ក្រិចខ្លាំងមែនទែនករណីនេះក៏បានคล้ายជាសារព្រមានមួយដល់អ្នកប្រើប្រាស់គ្រប់គ្នាថាសាច់ដែលយើងមើលទៅឃើញថាស្រស់ហើយមានពណ៌ស្អាតមើលទៅដូចជាសាច់ពិតៗហ្នឹងមិនមែនបានន័យថាគឺជាសាច់ពិតទាំងអស់នោះទេពេលខ្លះសាច់ហ្នឹងក៏ជាប្រភេទសាច់ដែលខូចគុណភាពទៀតផងដូច្នេះមុនពេលទិញគឺត្រូវរើសយកកន្លែងលក់ណាដែលយើងអាចទុកចិត្តបាននិងក៏ត្រូវដឹងពីប្រភពនាំចូលឲ្យបានច្បាស់លាស់ដែរព្រោះថាវាគឺជាចំណុចចាប់ផ្ដើមនៃសុវត្ថិភាពចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃការពារកុំឲ្យប៉ះពាល់ដល់សុខភាពរបស់យើងគ្រប់គ្នា